កូរ៉េខាងត្បូងស្នើឲ្យកូរ៉េខាងជើងប្រាប់ជាមុនបញ្ចេញទឹកពីទំនប់ទឹកក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានស្នើឲ្យកូរ៉េខាងជើងជូនដំណឹងទីក្រុងសេអ៊ូលជាមុននៅពេលបញ្ចេញទឹកពីទំនប់ទឹកមួយកន្លែងនៅឯតំបន់ព្រំដែនរវាងកូរ៉េទាំងពីរដោយលើកឡើងពីហេតុផលមនុស្សធម៌នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កូរ៉េខាងជើងបានចាត់វិធានការជាច្រើនដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ក្នុងនោះរួមមានទាំងបញ្ចេញទឹកចេញពីទំនប់ទឹកមួយកន្លែងនៅព្រំដែនភាគខាងត្បូងរបស់ខ្លួនដោយបង្កឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពនិងគ្រោះទឹកជំនន់នៅក្នុងប្រទេសកូរ៉េខាងត្បូងបញ្ហានេះមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងសុវត្ថិភាពពលរដ្ឋរបស់យើងកំពុងរស់នៅតាមបណ្ដោយព្រំដែននេះជាការគូបញ្ជាក់របស់លោកស្រីចាយុនជុងជាអ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងប្រាប់ក្រុមអ្នកសារព័ត៌មានអ្នកនាំពាក្យរូបនេះបន្ថែមថាការឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយធម្មជាតិគឺជាបញ្ហាមនុស្សធម៌ហើយកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានឯកភាពគ្នាជាច្រើនលើកក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការខូចខាតបង្កឡើងដោយគ្រោះទឹកជំនន់ដូច្នេះតែយើងស្នើឲ្យកូរ៉េខាងជើងជូនដំណឹងដល់យើងជាមុននៅពេលបញ្ចេញទឹកចេញពីទំនប់ក្រោមហេតុផលមនុស្សធម៌ដើម្បីរារាំងការខូចខាតនៅតំបន់ព្រំដែនអំឡុងរដូវភ្លៀងធ្លាក់គួរបញ្ជាក់ថាតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងដែលមានភារកិច្ចត្រួតពិនិត្យលើទំនាក់ទំនងជាមួយកូរ៉េខាងជើងជនជាតិកូរ៉េខាងត្បូង6នាក់បានស្លាប់ក្នុងឆ្នាំ2009ក្រោយព្យុងយ៉ាងបញ្ចេញទឹកដោយគ្មានការជូនដំណឹងជាមុន